ថ្ងៃនេះក៏ខ្ញុំនឹងបង្ហាញអ្នកទាំងគ្នាពីរបៀបធ្វើម្ទេសឆាតាមបែបចិនដែលមានរសជាតិឆ្ងាញ់អ្នកទាំងគ្នាអាចយកទៅប្រើការបានច្រើនមុខខ្លាំងមែនទែនយកទៅដាក់ជាមួយនឹងមីយកទៅឆាជាមួយនឹងបន្លែសាច់ឬក៏ធ្វើជាទឹកជ្រលក់អីក៏បានដែរហើយគ្រឿងផ្សំនោះគឺងាយស្រួលរកខ្លាំងមែនទែនគ្រឿងផ្សំដែលយើងត្រូវការមានដូចជាបន្ទះខ្ញីហាន់ស្ដើងខ្ទឹមក្រហមគល់ខ្ទឹមហើយនិងជីវ៉ាន់ស៊ុយតមកក៏យើងត្រូវការម្ទេសក្រហមកិនឲ្យហើយម្ទេសខៀវខ្ទឹមសកិនឲ្យហើយនិងល្ងពណ៌សអ្នកទាំងគ្នាចង់ដាក់តាមម្ទេសខៀវឬក៏តាមម្ទេសក្រហមតាមមុខក៏អត់អីដែរណាហើយដំបូងនៅពេលដែលប្រេងរបស់យើងរៀងក្តៅហើយក៏យើងចាប់ផ្ដើមដាក់បំពងបន្ទះខ្ញីហ្នឹងហើយខ្ទឹមក្រហមគល់ខ្ទឹមហើយនិងជីវ៉ាន់ស៊ុយសិនណាដាក់អានឹងដំបូងគេបង្អស់គឺដាក់ភ្លើងតិចបានទេណាអ្នកគ្នាកុំដាក់ភ្លើងខ្លាំងពេកណាយកបំពងឲ្យវារៀងក្រៀមហើយឡើងឈ្ងុយខ្លាំងមែនទែនហ្មងមិនយើងចាប់ផ្ដើមស្រង់វាចេញនេះពុកម៉ែបងប្អូនទុកឲ្យវាឡើងក្រៀមបែបនេះតែកុំក្រៀមខ្លាំងពេករហូតដល់ខ្លោចព្រោះទៅពេលដែលខ្លោចទៅប្រេងរបស់យើងធំក្លិនស្ងិតស្ងៀមអត់ឆ្ងាញ់ទេហើយក៏អត់ឈ្ងុយដែរហើយគ្រឿងផ្សំទាំងប្រមាណដែលយើងស្រង់ចេញនោះគឺយើងលេងប្រើការទៀតទេណាយើងប្រើតែប្រេងនឹងទេយើងធ្វើបែបនេះដើម្បីឲ្យប្រេងហ្នឹងវាឡើងឈ្ងុយក្លិនគ្រឿងផ្សំទាំងប្រមាណដែលយើងដាក់បំពងមុនហ្នឹងណាតមកទៀតគឺយើងចាប់ផ្ដើមដាក់ជាមួយនឹងខ្ទឹមសហើយខ្ទឹមសនឹងទៀតសោតក៏យើងអត់បំពងឲ្យវាក្រៀមឬក៏ឲ្យវាឡើងជើងក្រងអីដែរអ្នកទាំងគ្នាគឺមកល្មមមកឈ្ងុយហើយក៏យើងចាប់ផ្ដើមដាក់ជាមួយនឹងម្ទេសតែម្ដងម្ទេសគឺយើងមានពីរពណ៌ម្ទេសខៀវហើយនិងម្ទេសក្រហមបើបងប្អូនចង់ដាក់តែមួយពណ៌ក៏អត់បញ្ហាអីដែរណាតពីដាក់ម្ទេសអីហើយអស់ហើយគឺយើងចាប់ផ្ដើមឆាច្បល់ចូលគ្នារយៈពេលប្រហែលជា2នាទីអីទៅមុននឹងយើងដាក់គ្រឿងផ្សំអីផ្សេងចូលម្ដងទៀតពុកម៉ែបងប្អូនហើយម្ទេសនឹងទៀតសោតក៏អត់មានក្លិនហាងអីដែរតែ2នាទីហ្នឹងគឺយើងចាប់ផ្ដើមដាក់ជាមួយនឹងប្រេងខ្យងម្សៅស៊ុបស្ករសប៊ីចេងហើយនិងទឹកត្រីអត់ដាក់អំបិលទេណាពុកម៉ែបងប្អូនក៏ដាក់ទឹកត្រីទៅវាឈ្ងុយហើយឆ្ងាញ់ហើយអត់សូវប្រៃទៀតមកល្មមដាក់ធ្វើម៉េចមកឡំបានហើយកុំឲ្យប្រៃពេកព្រោះដោយសារពេលខ្លះគឺយើងយកទៅឆាបន្ថែមទៀតជាមួយនឹងសាច់ឬក៏ជាមួយនឹងបន្លែឬក៏ជាមួយនឹងដាក់ជាមួយនឹងមីឬក៏ធ្វើជាទឹកជ្រលក់តែប្រៃពេកគឺអត់សូវឆ្ងាញ់ទេហើយបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់ល្ងសឆាចុះឆាឡើងតែមួយផ្លេតទេគឺឆ្អិនហើយពុកម៉ែបងប្អូនគឺស្រួលធ្វើណាស់មួយមុខនេះហ៎ពីម្ទេសរបស់យើងឆ្អិនហើយគឺខ្ញុំដាក់រំលែកទៅក្នុងចានហើយខ្ញុំប្រើខ្ទះដដែលយកមកឆាជាមួយនឹងសាច់គោអូយឆាសាច់គោហើយខ្ញុំដាក់ជាមួយនឹងអាម្ទេសឆាមិញហ្នឹងមកបន្តិចពុកម៉ែបងប្អូនហើយឆ្ងាញ់ណាស់ជាតិខ្លាំងមែនតែនហ្មងហើយយកអត់ត្រូវការប្រើគ្រឿងផ្សំអីច្រើនញ៉ៃពេកទេគឺដាក់ត្រឹមតែម្សៅស៊ុបបន្តិចហើយប្រេងខ្យងហើយនឹងទឹកត្រីបន្តិចតបានទេព្រោះដោយសារយើងមានជាតិប្រៃឡំពីក្នុងអាម្ទេសឆាមុនហ្នឹងបន្តិចហ្នឹងណាតមកគឺខ្ញុំឆាសាច់គោឲ្យវារៀងឆ្អិនហើយបើខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងគល់ខាត់ណានេះអ្នកទាំងគ្នាហើយខ្ចីលបក់ឲ្យឆ្ងាញ់ខ្ញុំមិនដឹងនិយាយថាម៉េចទេបងប្អូនសាកយកទៅឆាណាពេលដែលឆាម្ទេសអញ្ចឹងហើយគឺបងប្អូនអាចយកទៅដាក់ជាមួយនឹងឆាសាច់ឆាបន្លែតទេអីហ្នឹងមានរសជាតិឆ្ងាញ់ជាពិសេសបើសិនជាអ្នកចូលចិត្តញ៉ាំហឹរទៀតកាន់តែឆ្ងាញ់ទៀតអញ្ចឹងអាចយកទៅជ្រលក់ជាមួយនឹងមាន់យកទៅញ៉ាំជាមួយនឹងបាយតទេក៏បានហើយយកទៅដាក់ជាមួយនឹងមីស៊ុបអីហ្នឹងក៏ត្រូវដែរមួយមុខនេះហ៎ម្ទេសឆាដែលនៅសល់ហើយត្រជាក់ហ្នឹងគឺខ្ញុំចាប់ផ្ដើមច្រកចូលទៅក្នុងក្លោកែវមួយហើយរក្សាទុកនៅខាងក្នុងទូទឹកកកក៏បានខាងក្រៅក៏បានដាក់នៅខាងក្រៅក៏អត់ខូចដែរណា